បងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះខ្ញុំចង់លើករឿងនេះតិចយកមកទៅចែកគ្នាលេងណាតេតិនជាមួយនឹងធនធានមនុស្សយើងដឹងហើយថាប្រទេសនីមួយៗគឺពឹងផ្អែកសំខាន់ទៅលើធនធានមនុស្សកាលណាគេមានធនធានមនុស្សគេល្អគេថែទាំបានល្អទោះបីគេជួបប្រទះនៅវិបត្តិធម្មជាតិក៏ដោយវិបត្តិសង្គ្រាមក៏ដោយក៏គេអាចងើបមកវិញឡើងបានលឿនដែរបងប្អូនដូចជាធ្លាប់បានដឹងដូចជាប្រទេសជប៉ុនក្រោយពីជប៉ុនចាញ់សង្គ្រាមលោកលើកទី2ដោយសារតែធនធានមនុស្សរបស់ជប៉ុនគេមានគ្រប់គ្រាន់ដូចនេះមិនបានប្រហែលឆ្នាំទេគឺមកឥឡូវគឺជប៉ុនបានក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចមួយក្នុងអាស៊ីដែរបាទខ្ញុំលើកឧទាហរណ៍មួយទៀតដូចជាក្នុងប្រទេសអ៊ុយក្រែនអញ្ចឹងណាគេមានចម្បាំងមែនប៉ុន្តែដោយសារតែគេមានធនធានមនុស្សរបស់គេគ្រប់គ្រាន់ណារយៈពេល3ឆ្នាំក្រោយមកគឺគេបានក្រោកឈរដោយខ្លួនឯងរហូតមកដល់ឥឡូវនេះគេអាចផលិតអាវុធខ្លួនគេបានចូលទៅជិត 50% ទៀតដោយខ្លួនគេដោយមិនបាច់សុំអាវុធពីខាងក្រៅមកឬក៏សុំជំនួយពីខាងក្រៅដោយពីឆ្នាំទី1ទី2ណាបាទហើយប្រទេសអ៊ីស្រាអែលក៏ដូចគ្នាដែរខ្ញុំធ្លាប់លើកពីមុនមកហើយគឺធនធានមនុស្សមានសារៈសំខាន់ណាស់ប៉ុន្តែសម្រាប់ប្រទេសខ្លះទៀតដោយសារតែយើងមិនសូវខ្វល់ខ្វាយជាមួយនឹងការថែរក្សាធនធានមនុស្សឲ្យបានល្អពេលដែលមានជួបវិបត្តិម្ដងសង្គមសម្បត្តិវិបត្តិនយោបាយក៏ដោយគឺប្រទេសនេះច្រើនតែដាបទៅហើយខ្សោយទៅហើយคล้ายទៅជាអ្នករងគ្រោះទៅជាប្រទេសដែលងាយរងគ្រោះជាងគេបាទដូចជាប្រទេសយើងអញ្ចឹងយើងឃើញថាក្រោយពីសម័យអង្គរមកយើងអត់មានងើបរួចទេគឺយើងចេះតែទួនទៅរហូតមកដល់ពេលយើងឃើញសពថ្ងៃអញ្ចឹងបាទអញ្ចឹងក្នុងពេលនេះខ្ញុំចង់លើករឿងភាពខុសគ្នារវាងធនធានមនុស្សហើយនិងរបបមនុស្សយើងដឹងហើយថាពេលយើងកើតមកគឺយើងកើតក្នុងរបបមនុស្សបើសិនជាយើងមិនបានថែទាំសុខុមាលភាពមនុស្សនឹងឲ្យបានល្អទេគឺពេលដែលធំដឹងក្តីមកពេញវ័យមកគឺក៏មិនអាចធ្វើការបានដែរនៅតែជារបបមនុស្សណាអញ្ចឹងដើម្បីឲ្យធនធានមនុស្សនឹងបានល្អគឺត្រូវថែទាំតាំងពីពេលចាប់កំណើតមកពេលដែលចូលសាលាគឺជាពេលវេលាមួយទៀតដែរដើម្បីបំពន់មនុស្សនឹងឲ្យคล้ายពីធនធានមួយដែលកាន់តែរឹងមាំកាន់តែមានចំណេះដឹងកាន់តែមានជំនាញគ្រប់គ្រាន់សម្រាប់ទៅបម្រើសង្គមបម្រើគ្រួសាររបស់ខ្លួនឬក៏បម្រើជាតិរបស់ខ្លួនអញ្ចឹងនៅក្នុងពេលនេះគឺក្រសួងអប់រំជាអ្នកទទួលខុសត្រូវបាទពេលដែលចាប់បដិសន្ធិមកគឺក្រសួងសុខាភិបាលជាអ្នកដែលទទួលខុសត្រូវជួយមើលរឿងនេះដល់ទៅពេលមនុស្សនឹងរៀនចប់ណាថ្នាក់បឋមសិក្សាឬមធ្យមសិក្សាឬក៏សកលគឺត្រូវតែបន្តចេញទៅធ្វើការតាមវិស័យនានាតាមក្រសួងនានាតាមស្ថាប័ននានានៅពេលនោះគឺស្ថាប័នដែលទទួលយកមនុស្សនោះក៏ត្រូវការមានគេហៅថាកាតព្វកិច្ចមួយនៅក្នុងការជួយជ្រោមជ្រែងពង្រឹងដើម្បីបំពន់ធនធានមនុស្សនឹងបន្តទៅទៀតជួយយកបន្តទៅទៀតដើម្បីឲ្យបំរើធ្វើម៉េចឲ្យមនុស្សដែលយកទៅប្រើនេះគឺប្រើទៅមានប្រយោជន៍អញ្ចឹងនេះគឺជាដំណើរការនៃការផលិតធនធានមនុស្សអញ្ចឹងនៅពេលដែលមនុស្សកើតមកប្រសិនបើយើងមិនមានប្រព័ន្ធអប់រំរឹងមាំទេទោះបីជាយើងកើតមកមានរាងកាយមានកម្លាំងពលំគ្រប់គ្រាន់ក៏ដោយក៏ប៉ុន្តែគឺកាលណាមិនបានទទួលការអប់រំគឺយើងនៅតែជារបបមនុស្សបាទដល់ទៅពេលចូលទៅកន្លែងធ្វើការនៅតាមវិស័យនានាទៀតប្រសិនបើគេមិនយកទៅប្រើប្រាស់គេយកទៅទុកចោលគេយកទៅបងប្អូនគេបពពួកគេយកមកដាក់បានន័យថាធនធានមនុស្សដែលមានសមត្ថភាពហ្នឹងក៏បន្តិចម្ដងក៏คล้ายទៅជារបបមនុស្សដូចគ្នាបាទនៅក្នុងសង្គមខ្លះទៀតដោយសារតែមានការរឹតបន្តឹងឬក៏ដោយសារតែមិនមានលទ្ធភាពក្នុងការជួយឲ្យមនុស្សដែលមានធនធានហើយនឹងអាចយកអ្វីដែលខ្លួនឯងមានយកទៅប្រើប្រាស់ឲ្យត្រូវតាមជំនាញឬក៏ក្នុងបរិបទនយោបាយដែលធនធានមនុស្សនេះមានការពិបាកនៅក្នុងការប្រើប្រាស់ឧទាហរណ៍ថាមិនមានឱកាសណាត្រូវបានគេយកទៅប្រើឬក៏មិនហ៊ានប្រើឬក៏ទទួលរងនៅសម្ពាធនយោបាយណាមួយគឺចង់មិនចង់
យូរនឹងឆាប់មនុស្សហ្នឹងក៏នឹងคล้ายទៅជាសបកមនុស្សដូចគ្នាបាទអញ្ចឹងនេះជារឿងសំខាន់ដែលឲ្យបងប្អូនយើងយល់ថាការគ្រាន់តែបង្កើតមនុស្សហើយទុកមនុស្សឲ្យនៅជាសបកមនុស្សមិនទាន់ឲ្យคล้ายទៅជាធនធានមនុស្សទេនោះគឺសង្គមជាតិនឹងយើងដើរអត់ទាន់គេទេបាទហើយធនធានមនុស្សនេះពិសេសផ្នែកខាងបញ្ញាឬក៏យើងហៅថាបញ្ញវន្តទោះបីបញ្ញវន្តនឹងចេះដឹងប៉ុណ្ណារៀនបានជ្រៅជ្រះប៉ុណ្ណាក៏ដោយក៏ប៉ុន្តែប្រសិនបើពួកគាត់មិនអាចឬមិនបានយកចំណេះដឹងរបស់គាត់មកប្រើទេគឺធនធានមនុស្សពិសេសគឺធនធានបញ្ញាហ្នឹងគឺខុសគ្នាពីធនធានលុយកាលណាបើយើងមិនចាយគឺវាអត់ទៅណាទេដល់ហៅប៉ៅយើង$50-$100វានៅតែ$100ទេបើយើងមិនចាយប៉ុន្តែសម្រាប់ធនធានមនុស្សសម្រាប់បញ្ញារបស់មនុស្សសម្រាប់ការគិតរបស់មនុស្សបើកាលណាមិនបានយកទៅប្រើប្រាស់មិនមែនវានៅដដែលទេគឺចំណេះដឹងទាំងអស់ហ្នឹងជំនាញទាំងអស់ហ្នឹងត្រូវបាត់បង់បន្តិចម្ដងទីចុងបំផុតក៏คล้ายទៅជាសបកមនុស្សដូចគ្នាបាទអញ្ចឹងសរុបសេចក្តីមកការគ្រាន់តែបង្កើតមនុស្សឲ្យច្រើនមិនមែនទាន់ជាដំណោះស្រាយសម្រាប់ការជួយសង្គមជាតិជួយគ្រួសារទេបាទគឺត្រូវធ្វើម៉េចកុំទុកមនុស្សហ្នឹងឲ្យទៅជាសបកមនុស្សប៉ុន្តែត្រូវតែបន្តការបដិបដាលហើយនឹងបង្កធ្វើម៉េចឲ្យមនុស្សនេះវាទៅជាធនធានមនុស្សដែលមានកម្លាំងពលំមានចំណេះដឹងមានជំនាញគ្រប់គ្រាន់មានសមត្ថភាពហើយអាចយកជំនាញរបស់ខ្លួនយកការយល់ដឹងរបស់ខ្លួនទៅប្រើប្រាស់ដើម្បីបម្រើសង្គមជាតិទាំងអស់គ្នាអានឹងគឺសង្គមនឹងជឿនលឿនបានអញ្ចឹងខ្ញុំសូមមានខ្លីប៉ុណ្ណឹងសូមអរគុណបាទ